អាស៊ានសាធារណរដ្ឋអាស៊ីអាគ្នេយ៍សាធារណរដ្ឋអាស៊ីអាគ្នេយ៍ឬអាស៊ានគឺជាសម្ព័ន្ធភាពនៃប្រទេសនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចឬប្រទេសនានានៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោកសមាជិកនៃប្រទេសអាស៊ាននីមួយមានប្រវត្តិយូរអង្វែងនិងមានស្នាដៃលេចធ្លោក្នុងវិស័យជាច្រើនមិនអន់ជាងប្រទេសណាមួយក្នុងលោកឡើយនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកពីប្រទេសដែលលេចធ្លោបំផុតក្នុងលោកដើម្បីឲ្យពេលដែលមនុស្សគិតអំពីប្រទេសនោះពួកគេនឹងគិតដល់ប្រទេសមុនគេចូលយើងមើលប្រុយណេមានស៊ុលតង់ដ៏មានឥទ្ធិពលបំផុតនិងកងទ័ពធំជាងគេបំផុតនៅលើពិភពលោកហើយជាចក្រភពដ៏មានតម្លៃបំផុតនៅលើពិភពលោកអ៊ីសាណានូរុលអ៊ីម៉ាន់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1984គឺជាស៊ុលតង់មួយដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រហាជីហាសានអាល់បឺគីយ៉ាមូអ៊ីសអាល់ឌីនអាល់វ៉ាន់ដ្រាស៊ុលតង់នៃប្រទេសប្រុយណេនិងព្រះបាទបាឡុងប៊ុងសាននៅវងវាក៏ជាអាសនៈនៃព្រះបរមរាជវាំងនៃប្រទេសប្រុយណេដែលមានទីតាំងនៅខឹមបែនដែលសេរីប៊ីកេវិនរដ្ឋធានីនៃប្រទេសប្រុយណេនគរស៊ុលតង់អេសេនេនូរុលអេមែនត្រូវបានកត់ត្រានៅក្នុងសៀវភៅកំណត់ត្រាពិភពលោកអ៊ឺនិសថាជាគរស៊ុលតង់ដែលប្រើជាបន្ទាយសម្រាប់ស្ដេចស៊ុលតង់និងជាកងទ័ពដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកដែលមានផ្ទៃដីជាង200,000 ម៉ែត្រការ៉េធំជាងព្រះបរមរាជវាំង Buckingham របស់អង់គ្លេស3ដងនិងធំជាងព្រះបរមរាជវាំង Versailles របស់បារាំង4ដងដែលមានតម្លៃ $1.5 លានអាមេរិកមានបន្ទប់ចំនួន788នៅក្នុងព្រះបរមរាជវាំងបនទប់ទឹកចំនួន257ដែលធ្វើឲ្យព្រះបរមរាជវាំងមានភាពងាយស្រួលជាមួយនឹងអាងហែលទឹកចំនួន5រទេះសេះដែលមានម៉ាស៊ីនត្រជាក់សម្រាប់សេះប៉ូឡូរបស់ស្ដេចស៊ុលតង់ចំនួន200ក្បាលចំណតរថយន្តចំនួន110កន្លែងអាចផ្ទុកមនុស្សបាន5,000 នាក់នៅក្នុងបន្ទប់ភ្ញៀវនិងវិហារអ៊ីស្លាមមួយនៅខាងក្នុងព្រះបរមរាជវាំងដែលអាចផ្ទុកមនុស្សបានរហូតដល់1,500 នាក់មានបង្គោលភ្លើងចំនួន564អំពូលភ្លើងចំនួន51,000 កាំជណ្ដើរចំនួន44និងជណ្ដើរយន្តចំនួន18ព្រះបរមរាជវាំងក៏ជាកន្លែងសម្រាប់រក្សាទុករទេះរាជវង្សដែលប្រមូលបានដោយស៊ុលតង់នៃប្រទេសប្រុយណេជាង17,000 គ្រឿងនៅក្នុងចំណតរថយន្តចំនួន110ជាធម្មតាព្រះបរមរាជវាំងគឺជាតំបន់ព្រះបរមរាជវាំងហើយនឹងមិនអនុញ្ញាតឲ្យមនុស្សសាមញ្ញចូលទេលើកលែងតែនៅថ្ងៃខួបនៃថ្ងៃឈប់សម្រាករបស់សាសនាអ៊ីស្លាមដែលជាថ្ងៃប្រារព្ធពិធីថ្ងៃចុងក្រោយនៃខែរ៉ាម៉ាដាននៅក្នុងប្រទេសកម្ពុជាមានប្រាសាទនគរវត្តដែលត្រូវបានចាត់ទុកថាជាប្រាសាទព្រះពុទ្ធសាសនាដ៏ធំបំផុតក្នុងពិភពលោកប្រាសាទនគរវត្តគឺជាប្រាសាទមួយក្នុងប្រទេសកម្ពុជាដែលមានទីតាំងនៅស្រុកសៀមបារាចប្រទេសកម្ពុជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នេះគឺជាប្រាសាទព្រះពុទ្ធសាសនាដ៏ធំបំផុតក្នុងពិភពលោកដែលមានផ្ទៃដីជាង1.6 លានម៉ែត្រការ៉េហើយនៅតែជាអច្ឆរិយៈមួយនៃពិភពលោកបុរាណលេចធ្លោជាមួយនឹងផ្កាឈូក5ស្លឹកដែលមានកម្ពស់65ម៉ែត្រនគរវត្តត្រូវបានសាងសង់ឡើងក្នុងអំឡុងសតវត្សទី12ដោយព្រះបាទសូអ៊ីវ្រ្ម័នទី2នៃសោត្របុរៈដែលជារាជធានីនៃអាណាចក្រខ្មែរព្រះរាជវាំងនេះត្រូវបានសាងសង់នៅលើភ្នំប៉ាសូមេរុសដែលជាទីតាំងនៃប្រាសាទរបស់ទេវតាក្នុងសាសនាហិណ្ឌូព្រះរាជវាំងខ្លួនឯងមានផ្ទៃដីរហូតដល់2គីឡូម៉ែត្រការ៉េនៅខាងក្រៅមានអាងស្តុកទឹកនិងជញ្ជាំងព័ទ្ធជុំវិញដែលមានប្រវែងសរុប 3.61 គីឡូម៉ែត្រព្រះរាជវាំងនេះត្រូវបានសម្លឹងដោយព្រះបន្លារាងចិត្តកនកែងដែលមានចំនួនសរុប3ជាន់ជញ្ជាំងខាងក្រៅនៃជាន់ខាងក្រោមគឺលេចធ្លោជាពិសេសជាមួយនឹងរូបភាពជិត 2,000 សន្លឹកប្រាសាទនគរវត្តខុសពីប្រាសាទដទៃទៀតនៅក្នុងប្រាសាទដទៃទៀតព្រោះមានមុខចុះក្រោមដែលអ្នកប្រែមផ្សេងគ្នាមានមតិខុសគ្នាអំពីចនាបថនៃការសាងសង់ក្នុងរចនាបថនេះនគរវត្តក៏ត្រូវបានលើកកម្ពស់ផងដែរទាក់ទងនឹងសម្រស់និងភាពទំនើបនៃរចនាសម្ព័ន្ធដូចជាបន្លាធំខាងក្រោមនិងចំនួនទេពអប្សរដែលតុបតែងនៅលើជញ្ជាំងរចនាសម្ព័ន្ធថ្មដែលនៅសេសសល់ឲ្យឃើញសប្តាហ៍ថ្ងៃនេះគ្រាន់តែជាផ្នែកមួយនៃអ្វីដែលធ្លាប់មាននៅក្នុងនគរវត្តក្រៅពីនេះក៏មានផ្ទះផ្សារហាងវិមាននិងអគារសាធារណៈជាច្រើនទីប្រាសាទនគរវត្តនិងអគារផ្សេងទៀតដែលនៅជិតគ្នានៅក្នុងខេត្តសៀមរាបត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅទីក្រុងភ្នំកឬអង្គរក្នុងឆ្នាំ1992ឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនមូស្លេមច្រើនជាងគេបំផុតនៅលើពិភពលោកជាប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានផ្ទៃដីនិងសមុទ្រជាង5លានគីឡូម៉ែត្រការ៉េដែលមានកោះតូចជាង 17.500 ដែលមានប្រជាជនប្រហែល277លាននាក់ជាប្រទេសធំជាងគេទី4នៅលើពិភពលោកដែលមានប្រជាជនកាន់សាសនាអ៊ីស្លាម87%នៃប្រជាជនសរុបឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោកមានប្រជាជនជាង220លាននាក់ 12.7% នៃប្រជាជនមូស្លេមនៅជុំវិញពិភពលោកឥណ្ឌូនេស៊ីមានកោះធំចំនួន5គឺនៅវែលកេណេឆាវ៉ាកាលីម៉ាន់តាន់ស៊ូឡាវេស៊ីនិងស៊ូម៉ាត្រាកោះធំជាងគេគឺស៊ូម៉ាត្រាឆាវ៉ា
គឺជាកោះតូចបំផុតក្នុងចំណោមកោះធំទាំង5ប៉ុន្តែមានប្រជាជនប្រហែល160នាក់ក្នុងចំណោមប្រជាជនជាង200លាននាក់រស់នៅលើកោះនេះហើយជាទីក្រុងសាកាតា ដែលជារដ្ឋធានីនិងជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី2នៅលើពិភពលោកដែលមានប្រជាជនជាង34លាននាក់កោះទាំងនេះមានទីតាំងនៅភាគអាគ្នេយ៍អាស៊ីរវាងមហាសមុទ្ររុនឌានិងមហាសមុទ្រប៉ាស៊ីហ្វិកឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូនេស៊ីមានប្រវែងប្រហែល54,000 គីឡូម៉ែត្រនិងជាប់នឹងប្រទេសម៉ាឡេស៊ីនៅវែលកេណេនិងទីម៉ូខាងកើតដែលមានទេសភាពឆ្នេរសមុទ្រនិងឆ្នេរសមុទ្រធំទូលាយដែលធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាកន្លែងមួយដែលមានភាពចម្រុះបំផុតនៃរបៀបរស់នៅលើពិភពលោកទាំងនៅលើដីនិងក្នុងសមុទ្រប្រទេសឥណ្ឌូនេស៊ីនៅតែមានចំនួនភ្នំភ្លើងច្រើនជាងគេជាមួយនឹងផ្កាធំជាងគេបំផុតនៅលើពិភពលោកនៅលើកោះស៊ូម៉ាត្រាភ្នំភ្លើងធំជាងគេបំផុតនៅលើពិភពលោកនៅលើកោះកូម៉ូដូលើសពីនេះប្រទេសឥណ្ឌូនេស៊ីក៏ជាប្រទេសដែលផលិតនិងនាំចេញដូងច្រើនជាងគេនៅលើពិភពលោកប្រទេសឡាវមានទឹកជ្រោះធំជាងគេបំផុតនៅលើពិភពលោកនិងជាប្រទេសដែលត្រូវបានទម្លាក់គ្រាប់បែកក្នុងអំឡុងសង្គ្រាមក្នុងសម័យបុរាណបំផុតនៅលើពិភពលោកទឹកជ្រោះម៉ែខុងគឺជាទឹកជ្រោះដែលហូរពីគ្រប់ទីឆ្លងកាត់កោះផ្សេងដែលរាលដាលទៅជាប្រឡាយទឹកចំនួន7និងរាប់រយបន្ថែមទៀតជាមួយនឹងបរិមាណទឹកយ៉ាងច្រើនទោះបីជាកម្ពស់មិនខ្ពស់ខ្លាំងក៏ដោយជាមួយនឹងកម្ពស់អតិបរមា 13.7 ម៉ែត្រប៉ុន្តែទឹងពីជំហៀងមួយទៅជំហៀងមួយត្រូវបានបញ្ជាក់ដោយទឹកជ្រោះពិភពលោកទឹកជ្រោះម៉ែខុងមានទឹកជ្រោះធំជាងគេបំផុតនៅលើពិភពលោកដែលមានកម្ពស់ 1783 ម៉ែត្រដែលរួមមានកោះនានាក្នុងតំបន់4,000 តោនដូចជាទឹកជ្រោះខុនប៉ាប៉េងដែលមានអក្សរកាត់ជាភាសាអង់កឡានៃទឹកជ្រោះអាស៊ីលីពីលើសពីនេះវាក៏ជាជម្រករបស់សត្វទឹកជាច្រើនប្រភេទដូចជា Lomeheuebet ក៏ដូចជាប្រភពនៃត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ1964ដល់ឆ្នាំ1973សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកជាង 2.5 លានតោនដែលមានគ្រាប់បែកជាង580គ្រាប់យន្តហោះ000គ្រឿងទម្លាក់គ្រាប់បែករៀងរាល់8នាទីម្ដងក្នុងរយៈពេល24ម៉ោងរយៈពេល9ឆ្នាំដែលធ្វើឲ្យប្រទេសឡាវក្លាយជាប្រទេសដែលមានការទម្លាក់គ្រាប់បែករឿនជាងគេក្នុងប្រវត្តិសាស្ត្រដែលច្រើនជាងគ្រាប់បែកដែលទម្លាក់នៅប្រទេសអាល្លឺម៉ង់និងជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី2ការទម្លាក់គ្រាប់បែករួមគ្នាគឺជាផ្នែកមួយនៃសង្គ្រាមសម្ងាត់របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសឡាវដែលត្រូវបានអនុវត្តដោយគីញ៉េដើម្បីគាំទ្ររដ្ឋាភិបាលឡាវក្នុងការប្រឆាំងនិងផ្សព្វផ្សាយឥទ្ធិពលរបស់កុម្មុយនីសនិងដើម្បីរារាំងផ្លូវយោធារបស់វៀតណាមខាងជើងតាមបណ្ដោយហូជីមិញដែលត្រូវបានគាំទ្រដោយសហភាពសូវៀតគ្រាប់បែកបានបំផ្លាញភូមិជាច្រើននិងបណ្ដាលឲ្យប្រជាជនឡាវរាប់រយរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅក្នុងរយៈពេល9ឆ្នាំនៃសង្គ្រាមប្រទេសម៉ាឡេស៊ីមានអគារភ្លុះខ្ពស់បំផុតនៅលើពិភពលោកអគារភ្លុះ Pratona គឺជាអគារភ្លុះខ្ពស់បំផុតនៅលើពិភពលោកដែលមានកម្ពស់ 451.9 ម៉ែត្រហើយវាធ្លាប់ជាអគារខ្ពស់បំផុតនៅលើពិភពលោកនៅពេលដែលវាត្រូវបានបញ្ចប់នៅឆ្នាំ1998ជំនួសឲ្យអគារ Willis Tower នៅទីក្រុង Chicago សហរដ្ឋអាមេរិករហូតដល់ឆ្នាំ2004វាត្រូវបានជំនួសដោយអគារ Taipei 101របស់តៃវ៉ាន់ប៉ុន្តែវានៅតែជាអគារខ្ពស់បំផុតទី8នៅលើពិភពលោករហូតមកដល់បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងបេះដូងនៃទីក្រុងគូឡាឡាំពួរអគារភ្លុះ Pratona ត្រូវបានប្រើជាអគារការិយាល័យរបស់ក្រុមហ៊ុនថាមពលដែលមានរដ្ឋាភិបាលម៉ាឡេស៊ីជាម្ចាស់ភាគហ៊ុនធំនិងសម្រាប់ជួលឲ្យក្រុមហ៊ុនហិរញ្ញវត្ថុនិងក្រុមហ៊ុនគីមីផ្សេងទៀតលក្ខណៈពិសេសលេចធ្លោបើប្រៀបធៀបទៅនឹងអគារខ្ពស់ផ្សេងទៀតនៅជុំវិញពិភពលោកគឺថាវាជាអគារ2ជាន់ដែលភ្ជាប់ដោយស្ពានអាកាសអគារភ្លុះនេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនពីប្រទេសពីរគឺជប៉ុននិងកូរ៉េខាងត្បូងជាមួយនឹងការប្រកួតរជែងលើបច្ចេកវិទ្យានៃការសាងសង់អគារខ្ពស់លើសពីនេះប្រទេសម៉ាឡេស៊ីនៅតែមានអគារតែមួយដែលជិតបញ្ចប់ការសាងសង់គឺ Merdeka 118ដែលជាអគារខ្ពស់ដ៏ធំមួយមាន118ជាន់ 678.9 ម៉ែត្រនៅទីក្រុងកូឡាឡាំពួរអគារខ្ពស់បំផុតនៅម៉ាឡេស៊ីគឺជាអគារខ្ពស់ជាងគេទី2នៅលើពិភពលោកខ្ពស់ជាង Tokyo Skytree ដែលមានកម្ពស់634ម៉ែត្រនិងជាអគារខ្ពស់បំផុតទី2នៅលើពិភពលោកនៅពីមុខ Shanghai Tower ដែលមានកម្ពស់632ម៉ែត្រប៉ុន្តែអគារនេះមានរបងដែកប្រវែង170ម៉ែត្រនៅផ្នែកខាងលើនៃអគារប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលជាន់ខាងលើនឹងមានអគារខ្ពស់បំផុតទៀតរំនៅលើពិភពលោកដែលមានកម្ពស់501.72ម៉ែត្រនិងជាន់ទី2ប្រសិនបើអ្នកក្រឡេកមើលជាន់ខាងលើនឹងនៅតែជា Shanghai Tower ដែលមានកម្ពស់583.4ម៉ែត្រយ៉ាងណាក៏ដោយ Merdeka 118នឹងក្លាយជាអគារខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ Merdeka សហរដ្ឋអាមេរិករហូតដល់ឆ្នាំ2004វាត្រូវបានជំនួសដោយអគារ Taipei 101របស់តៃវ៉ាន់ប៉ុន្តែវានៅតែជាអគារខ្ពស់បំផុតទី8នៅលើពិភពលោករហូតមកដល់បច្ចុប្បន្នស្ថិតនៅក្នុងបេះដូងនៃទីក្រុងគឺឡលឹមភឺអាគារ
លោក Petronas ត្រូវបានប្រើជាអគារការិយាល័យរបស់ក្រុមហ៊ុនថាមពលដែលមានរដ្ឋាភិបាលម៉ាឡេស៊ីជាម្ចាស់ភាគហ៊ុនធំនិងសម្រាប់ជួលឲ្យក្រុមហ៊ុនហិរញ្ញវត្ថុនិងក្រុមហ៊ុនគីមីផ្សេងទៀតលក្ខណៈពិសេសលេចធ្លោបើប្រៀបធៀបទៅនឹងអគារខ្ពស់ផ្សេងទៀតនៅជុំវិញពិភពលោកគឺថាវាជាអគារពីរជាន់ដែលភ្ជាប់គ្នាដោយស្ពានអាកាសអគារភ្លុះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនពីរមកពីប្រទេសពីរគឺជប៉ុននិងកូរ៉េខាងត្បូងជាមួយនឹងការប្រកួតប្រជែងលើបច្ចេកវិទ្យានៃការសាងសង់អគារខ្ពស់លើសពីនេះប្រទេសម៉ាឡេស៊ីនៅតែមានអគារតែមួយដែលជិតបញ្ចប់ការសាងសង់គឺ Merdeka 118ដែលជាអគារខ្ពស់ដ៏ធំមួយមាន118ជាន់កម្ពស់ 578.9 ម៉ែត្រនៅទីក្រុងគឺឡលឺមភឺអគារខ្ពស់បំផុតនៅម៉ាឡេស៊ីគឺជាអគារខ្ពស់បំផុតទី2នៅលើពិភពលោកដែលខ្ពស់ជាង Tokyo Skytree នៅកម្ពស់ 634 ម៉ែត្រនិងជាអគារខ្ពស់បំផុតទី2នៅលើពិភពលោកនៅពីមុខអគារ Shanghai Tower នៅកម្ពស់ 632 ម៉ែត្រប៉ុន្តែអគារនេះមានរបងដែកប្រវែង170ម៉ែត្រនៅផ្នែកខាងលើនៃអគារប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលផ្នែកខាងលើជាន់នេះនឹងក្លាយជាអគារខ្ពស់បំផុតទី5នៅលើពិភពលោកដែលមានកម្ពស់ 501.7 ម៉ែត្រហើយជាន់ទី2ប្រសិនបើអ្នកក្រឡេកមើលជាន់ខាងលើនឹងនៅតែជាអគារ Shanghai Tower ដែលមានកម្ពស់ 583.4 ម៉ែត្រយ៉ាងណាក៏ដោយMerdeka 118នឹងក្លាយជាអគារខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍សហរដ្ឋអាមេរិករហូតដល់ឆ្នាំ2004វាត្រូវបានជំនួសដោយអគារ Taipei 101របស់តៃវ៉ាន់ប៉ុន្តែវានៅតែជាអគារខ្ពស់បំផុតទី8នៅលើពិភពលោករហូតមកដល់បច្ចុប្បន្នស្ថិតនៅក្នុងបេះដូងនៃទីក្រុងគឺឡលឺមភឺអគារភ្លុះ Petronas ត្រូវបានប្រើជាអគារការិយាល័យរបស់ក្រុមហ៊ុនថាមពលដែលមានរដ្ឋាភិបាលម៉ាឡេស៊ីជាម្ចាស់ភាគហ៊ុនធំនិងសម្រាប់ជួលឲ្យក្រុមហ៊ុនហិរញ្ញវត្ថុនិងក្រុមហ៊ុនគីមីផ្សេងទៀតលក្ខណៈពិសេសលេចធ្លោបើប្រៀបធៀបទៅនឹងអគារខ្ពស់ផ្សេងទៀតនៅជុំវិញពិភពលោកគឺថាវាជាអគារពីរជាន់ដែលភ្ជាប់គ្នាដោយស្ពានអាកាសអគារភ្លុះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនពីរមកពីប្រទេសពីរគឺជប៉ុននិងកូរ៉េខាងត្បូងជាមួយនឹងការប្រកួតប្រជែងលើបច្ចេកវិទ្យានៃការសាងសង់អគារខ្ពស់លើសពីនេះប្រទេសម៉ាឡេស៊ីនៅតែមានអគារតែមួយដែលជិតបញ្ចប់ការសាងសង់គឺ Merdeka 118ដែលជាអគារខ្ពស់ដ៏ធំមួយមាន118ជាន់កម្ពស់175.9 ម៉ែត្រនៅទីក្រុងគឺឡេលឺមភឺអគារខ្ពស់បំផុតនៅម៉ាឡេស៊ីគឺជាអគារខ្ពស់បំផុតទី2នៅលើពិភពលោកដែលខ្ពស់ជាង Tokyo Skytree នៅកម្ពស់ 634 ម៉ែត្រនិងជាអគារខ្ពស់បំផុតទី2នៅលើពិភពលោកនៅពីមុខអគារ Shanghai Tower នៅកម្ពស់ 632 ម៉ែត្រប៉ុន្តែអគារនេះមានរបងដែកប្រវែង170ម៉ែត្រនៅផ្នែកខាងលើនៃអគារប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលផ្នែកខាងលើជាន់នេះនឹងក្លាយជាអគារខ្ពស់បំផុតទី5នៅលើពិភពលោកដែលមានកម្ពស់ 506.7 ម៉ែត្រហើយជាន់ទី2ប្រសិនបើអ្នកក្រឡេកមើលជាន់ខាងលើនឹងនៅតែជាអគារ Shanghai Tower ដែលមានកម្ពស់ 583.4 ម៉ែត្រយ៉ាងណាក៏ដោយMerdeka 118នឹងក្លាយជាអគារខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍